Okay, សួស្តីអ្នកនរគ្នាចឹងយើងមកបន្តលំហាត់ជើងទៀតចឹងលំហាត់បន្តទៀតគឺខ្ញុំរើយកលំហាត់ទី69ចឹងរូបនេះគឺវាផ្ដល់ឲ្យចំនួន3 view ដូចគ្នាមាន top front right ចឹងចំពោះ view ដែលខ្ញុំចាប់ផ្ដើមគូខ្ញុំរើយក front view ចឹងក្នុងនេះបើយើងមើលទៅយើងឃើញថារង្វង់វាមានចំនួន2ហើយវាមានរូបនេះអាចថាជាចតុកោណកែងចឹងខ្ញុំសូមគូចេញពីចតុកោណកែងមកមុនចឹងចតុកោណនោះគឺវាមានបណ្ដោយ200និងទទឹង20អូខេយើងប្រាប់ចតុកោណ by center 200គុណ20អូខេអញ្ចឹងមិនខុសពីរដងគឺខ្ញុំប្រើ Smart Dimension ដើម្បី verify អូខេអញ្ចឹងបន្តមកទៀតគឺខាងនេះអានេះគឺ108គុណ10ទៅតឹង10ដូចគ្នាដែរចាប់ដើមចេញពីនេះមក108 20ដោយសារតែ20នេះគឺវាចុះក្រោម10អូខេពេលហ្នឹងត្រៀមវាចោលមកកន្លែងសិនកុំឲ្យវាមានភាពស្មុគស្មាញឬក៏ញ៉ៃញ៉ៃពេកនេះឥឡូវយើងបានផ្នែកខាងក្រោមនៅសល់ខាងលើនេះគឺជារង្វង់អញ្ចឹងរង្វង់ខាងក្រោមគឺប៉ះជាមួយនឹងរូបរបស់យើងអូខេឥឡូវខ្ញុំគូរង្វង់នេះមានចំនួន2 70 50អញ្ចឹងខ្ញុំប្រើរង្វង់មួយគឺធ្វើជាតង់សង circle អូខេ70មួយទៀត50ហើយចង្រិតគឺខ្ញុំប្រើ by center ដដែលធម្មតា50អូខេចំពោះជំហាននេះខ្ញុំអាចប្រើ fillet ទៅហើយ10 10 10អូខេ fillet 10មកខាងនេះវិញដាច់អានេះពេល no trim ម្ដងទៀត10មួយនេះសិនហើយមួយទៀតអូខេឥឡូវខ្ញុំសាកធម្មតា fillet នៅខាងនេះឥឡូវយើងមានវិធីមួយគឺខ្ញុំសាកវិធីដោយប្រើ no trim តើដាច់ប៉ោងទៅខាងនេះហើយឥឡូវគូររង្វង់ធម្មតា10 មីលីម៉ែត្រទើបសាកវាបានច្រើនវិធី10ចឹងនេះវាឡើង20សាកម្ម10អូខេ sorry ប្រើតង់ហើយទៀតអូខេហើយបើខ្ញុំត្រៀមវាចោលអញ្ចឹងវិធីនេះយើងអាចប្រើបានដូចគ្នាអត់បញ្ហាទេដងទៀតចំពោះវិធីការគូរយើងមានភាព flexible ក្នុងការជ្រើសរើស model មួយណាក៏បានដែរសមស្របទៅតាមអ្វីយើងគិតថាចំណេញពេលវេលាហើយនឹងមានភាពងាយស្រួលសម្រាប់យើងវាអត់មានវិធីមួយណាថាជាក់លាក់តទៅធ្វើបែបហ្នឹងរហូតទេអូខេអញ្ចឹងបន្តមកទៀតខ្ញុំឃើញថារង្វង់ប្រវែងរបស់វាគឺវាអត់ស្មើគ្នាទេអានេះគឺប្រវែងវាចំនួន100មីលីម៉ែត្រអាក្រោម120អញ្ចឹងខ្ញុំប្រើ extrude ខ្ញុំដាក់ខាងនេះមុនអូខេដល់កើតខ្ញុំដាក់នេះមុន120 symmetric មក20ភាសា sketch នេះគឺវាបាត់អញ្ចឹងខ្ញុំប្រើ restore sketch នៅក្នុង tab navigator add 100អូខេបិទ PMI ចោលសិនបិទ sketch ដែរអញ្ចឹងវាអត់តន់ចប់ទេចំហៀងខាងលើកាត់ចាកាត់នេះគឺកប់ចិត្តវាគឺចិត្តកោនេះ100គុណ35ចំពីកដាលឡងចំហៀង100
តែ70អូខេនៅសល់ពីចំហៀងពីលើទៀតគឺរង្វង់20 30 30 25អញ្ចឹងមាន30ខេនេះគឺតែ20ទេមិនមែន30ទេបាទអូខេ20ទីតាំងវាគឺអានេះ30អូខេ30អូខេ30មិនមែនខាងហ្នឹងទេគឺម្ដងក្រោមអញ្ចឹងម្ដងនេះតាម20ទេហើយនឹងពីនេះដល់នេះ20គេកាត់វាចោលខ្ញុំ mirror ទៅមួយខាងទៀតប្រាប់ pattern ដូចជានេះអូខេខ្ញុំមកបតង់ខាងក្រោមអូខេអញ្ចឹងឥឡូវយើងឃើញថារូបរបស់យើងគឺគិតថាវាចប់ប៉ុណ្ណឹងហើយអូខេឥឡូវខ្ញុំរើស material សិនហើយជាលុយមីយ៉ូនេះមកអូខេគុណច្រើន